និយមនៃគណនេយ្យគណនេយ្យឲ្យគឺជាដំណើរការនៃការកំណត់អត្តសញ្ញាណការកត់ត្រាការបូកសរុបនិងការរាយការណ៍ព័ត៌មានហិរញ្ញវត្ថុរបស់អង្គភាពឬអាជីវកម្មណាមួយដើម្បីជាមូលដ្ឋានសម្រាប់អ្នកប្រើប្រាស់ក្នុងការធ្វើសេចក្តីសម្រេចចិត្តវាត្រូវបានគេចាត់ទុកជាគោលភាសានៃអាជីវកម្មព្រោះវាផ្ដល់នូវព័ត៌មានសំខាន់អំពីស្ថានភាពហិរញ្ញវត្ថុនិងលទ្ធផលប្រតិបត្តិការរបស់ស្ថាប័នមួយដំណើរការគណនេយ្យដំណើរការនេះរួមមានជំហានសំខាន់ចំនួន3 1. ការកំណត់អត្តសញ្ញាណជំហានដំបូងគឺការកំណត់អត្តសញ្ញាណប្រតិបត្តិការសេដ្ឋកិច្ចដែលពាក់ព័ន្ធនឹងអាជីវកម្មប្រតិបត្តិការទាំងនេះគឺជាព្រឹត្តិការណ៍ដែលអាចវាស់វែងជាសាច់ប្រាក់បានដូចជាការលក់ទំនិញការទិញទ្រព្យសកម្មការបង់ប្រាក់ខែបុគ្គលិកឬការទទួលប្រាក់កម្ចីពីធនាគារ 2. ការកត់ត្រាបន្ទាប់ពីកំណត់អត្តសញ្ញាណរួចរាល់ប្រតិបត្តិការទាំងអស់ត្រូវតែកត់ត្រាជាប្រព័ន្ធនិងតាមលំដាប់លំដោយនៃពេលវេលានៅក្នុងបញ្ជីគណនេយ្យការកត់ត្រានេះរួមមានការកត់ត្រាក្នុងសៀវភៅកំណត់ហេតុប្រចាំថ្ងៃទានានុវត្តន៍និងការផ្ទេរទៅសៀវភៅធំ 3. ការទំនាក់ទំនងជំហានចុងក្រោយគឺការបូកសរុបនិងរៀបចំព័ត៌មានដែលបានកត់ត្រាទៅជារបាយការណ៍ហិរញ្ញវត្ថុរបាយការណ៍សំខាន់រួមមានតារាងតុល្យការបង្ហាញពីស្ថានភាពទ្រព្យសកម្មបំណុលនិងដើមទុនម្ចាស់នៅពេលណាមួយជាក់លាក់របាយការណ៍ប្រាក់ចំណេញនិងខាតបង្ហាញពីចំណូលចំណាយនិងប្រាក់ចំណេញឬខាតសម្រាប់កំឡុងពេលជាក់លាក់ណាមួយរបាយការណ៍លំហូរសាច់ប្រាក់បង្ហាញពីលំហូរចូលនិងលំហូរចេញនៃសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការវិនិយោគនិងហិរញ្ញប្បទានគោលបំណងនៃគណនេយ្យគោលបំណងចម្បងរបស់គណនេយ្យឲ្យគឺដើម្បីផ្ដល់ព័ត៌មានហិរញ្ញវត្ថុដែលមានប្រយោជន៍សម្រាប់បុគ្គលដូចខាងក្រោមការធ្វើសេចក្តីសម្រេចចិត្តជួយអ្នកប្រើប្រាស់ទាំងក្នុងនិងក្រៅអង្គភាពធ្វើការសម្រេចចិត្តបានល្អប្រសើរដូចជាការសម្រេចចិត្តវិនិយោគការផ្ដល់កម្ចីឬការរៀបចំផែនការអាជីវកម្មការគ្រប់គ្រងនិងការត្រួតពិនិត្យអ្នកគ្រប់គ្រងប្រើប្រាស់ព័ត៌មានគណនេយ្យឲ្យដើម្បីរៀបចំផែនការត្រួតពិនិត្យដំណើរការនិងវាយតម្លៃលទ្ធផលការងាររបស់អាជីវកម្មការបង្ហាញពីការទទួលខុសត្រូវរបាយការណ៍ហិរញ្ញវត្ថុបង្ហាញពីការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រងចំពោះការប្រើប្រាស់ធនធានរបស់អង្គភាពទៅកាន់ម្ចាស់ភាគហ៊ុននិងអ្នកវិនិយោគអ្នកប្រើប្រាស់ព័ត៌មានគណនេយ្យអ្នកប្រើប្រាស់ព័ត៌មានគណនេយ្យអាចបែងចែកជាពីរក្រុមធំ 1. អ្នកប្រើប្រាស់ផ្ទៃក្នុងអ្នកគ្រប់គ្រងត្រូវការព័ត៌មានដើម្បីរៀបចំផែនការដឹកនាំនិងត្រួតពិនិត្យប្រតិបត្តិការរបស់អង្គភាពបុគ្គលិកចាប់អារម្មណ៍អំពីស្ថិរភាពនិងលទ្ធភាពរកប្រាក់ចំណេញរបស់ក្រុមហ៊ុនដែលវាមានឥទ្ធិពលដល់ប្រាក់ខែនិងឱកាសការងាររបស់ពួកគេ 2. អ្នកប្រើប្រាស់ខាងក្រៅអ្នកវិនិយោគត្រូវការព័ត៌មានដើម្បីសម្រេចចិត្តទិញលក់ឬរក្សាទុកភាគហ៊ុននៅក្នុងក្រុមហ៊ុនម្ចាស់បំណុលដូចជាធនាគារឬអ្នកផ្គត់ផ្គង់ត្រូវការព័ត៌មានដើម្បីវាយតម្លៃពីលទ្ធភាពសងបំណុលរបស់ក្រុមហ៊ុនអាជ្ញាធររដ្ឋាភិបាលដូចជាអគ្គនាយកដ្ឋានពន្ធដារត្រូវការព័ត៌មានដើម្បីត្រួតពិនិត្យការបង់ពន្ធឲ្យបានត្រឹមត្រូវតាមច្បាប់អតិថិជនចាប់អារម្មណ៍លើភាពរឹងមាំរបស់ក្រុមហ៊ុនជាពិសេសនៅពេលមានការធានាលើផលិតផលសេវាកម្មរយៈពេលវែង